សួរបងប្អូនថ្ងៃនេះខ្ញុំមាននេះថ្នាំសុទ្ធបុរាណចែកជូនបងប្អូនអានេះគេហៅថ្នាំស្អីគេពេញប៉ោះស្រោបអាហ្នឹងថ្នាំហ្នឹងវាជួយការពារជំងឺកាពះជំងឺទឹកនោមផ្អែមជំងឺលើសឈាមលើសស្ករទាំងលើសឈាមជំងឺបេះដូងជំងឺកាពះមានជំងឺច្រើនមុខទៀតអាហ្នឹងញ៉ាំទៅត្រូវអញ្ចឹងតិចទៀតចាំខ្ញុំថតវីដេអូប្រាប់ចែកជូនបងប្អូនស្ដាប់ណាដោយសារខ្ញុំឃើញដុសនៅមុខផ្ទះខ្ញុំមួយរយៈនេះមកឃើញតែចាំមើលវាធំបន្តិចព្រោះអត់ដឹងថាដើមអីឥឡូវសើចមើលតាម YouTube ម្សិលមិញគេថាដើមពីប៉ោះស្រូបអាហ្នឹងវាថ្នាំជាបាលជំងឺដែរអាហ្នឹងថ្នាំឱសថបុរាណអញ្ចឹងចាំតិចទៀតខ្ញុំសើចតាម YouTube ហើយចាំមើលចែកបងប្អូនមើលណាអាហ្នឹងគេយកទៅ5ថ្ងៃហើយគេយកទៅដាំទឹកផឹកតែគេមានចំណុះរបស់វាគឺយើងដាំតាមចំណុះរបស់វាហើយផ្លែវានេះខ្ញុំឃើញផ្លែជ្រូកមួយពាក្យច្រើនគេយកផ្លែវាទុំទៅធ្វើហើយគេឱសថញ៉ាំបើកម្លាំងដែរប៉ុន្តែខ្ចីប្រហែលគេញ៉ាំទេអានេះយើងកាត់ដើមវាឬក៏ស្លឹកវាយកទៅ5ថ្ងៃសិនណាយកទៅ5ថ្ងៃសិនបើយើងយកទៅដាំទឹកញ៉ាំប្រចាំថ្ងៃជាងការពារជំងឺច្រើនមុខចាំមើលតិចទៀតចាំខ្ញុំផុស YouTube ឲ្យមើលភាសាទៀតណាបងប្អូនជំរាបសួរបងប្អូនចាថ្ងៃនេះខ្ញុំចង់មកណែនាំបងប្អូនទាក់ទងនឹងថ្នាំឱសថបុរាណខ្មែរយើងដែលកែស័ក្តិសិទ្ធិតែខ្ញុំទើបតែដឹងនៅថ្ងៃនេះដោយសារតែថាមួយរយៈមុនហ្នឹងដូចថាខ្ញុំធ្លាប់មានជំងឺកាពះទៅខ្ញុំធ្លាប់ញ៉ាំប៉ុន្តែវា5-6ឆ្នាំខ្ញុំចង់ភ្លេចបាត់អីចឹងណាប៉ុន្តែដោយសារតែដើមពេញពណ៌ស្រោបខ្ញុំដុសនៅខាងមុខផ្ទះហ្នឹងអញ្ចឹងទៅខ្ញុំក៏នឹកឃើញចង់ចាំលើបទពិសោធន៍តបរបស់ខ្ញុំហ្នឹងអញ្ចឹងថ្ងៃនេះខ្ញុំសូមយកបទពិសោធន៍តបខ្លួនចែកម្លែកជូនដល់បងប្អូនពីអត្ថប្រយោជន៍សំខាន់និងគុណសម្បត្តិរបស់ដើមពេញពណ៌ស្រោបដែលវាប្រកែកស័ក្តិសិទ្ធិក្នុងការជួយជំងឺបងប្អូនច្រើនមុខអញ្ចឹងណាអញ្ចឹងវាម្យ៉ាងវាងាយស្រួលរកវាងាយស្រួលរកទេបងប្អូនវាអត់ពិបាករកទេវាធម្មតាវាដុះនៅតាមជាវាស្រែវាស្រូវឬក៏តាមដីនិយាយថាពេលដល់ក្រោយខែភ្លៀងខែអីអញ្ចឹងវាដុះមកតាមលក្ខណៈធម្មជាតិជួនកាលទៅវាដុះតាមផើងផ្កាផើងអីដូចខ្ញុំហ្នឹងវាដុះជាធម្មជាតិនៅថើផើងផ្ការបស់ខ្ញុំនៅមុខក្នុងមុខផ្ទះនៅខាងក្នុងផ្ទះខ្ញុំតែនៅខាងមុខហ្នឹងអញ្ចឹងណាហើយខ្ញុំមិនទៅដុសមកទៀតខ្ញុំតែឃើញថាអត់សូវចាំថាដើមអីចង់ដកចេញដែរតែខ្ញុំឃើញទុកវាឲ្យធំចង់ដឹងពីដើមអីគេតែពេលវាចេញជាស្រោបមកខ្ញុំគិតថាអូជាដើមពេញប៉ោះស្រោបអញ្ចឹងទៅខ្ញុំថ្ងៃនេះខ្ញុំចេញវីដេអូជូនបងប្អូនដើម្បីឲ្យបងប្អូនយកថ្នាំឱសថបុរាណនេះចែកជូនគ្នាឲ្យបានដឹងតគ្នាអញ្ចឹងចែកជាបុណ្យកុសលដែលខ្ញុំបានធ្វើហ្នឹងគឺដូចថាឲ្យពុកម៉ែខ្ញុំគាត់មានសុខភាពអាយុវែងបងប្អូនបានយកឆ្នាំឱសថបុរាណទៅសាកល្បងញ៉ាំទៅជាអីចឹងណាបងប្អូនជួយបុណ្យកុសលឲ្យខ្ញុំផងដូចថាឱសថបុរាណដើមពេញពណ៌ស្រោបហ្នឹងបងប្អូនវាមានសារៈសំខាន់ច្រើនជួយដល់ជំងឺច្រើនដូចជាជំងឺកកមួនជំងឺក្តៅក្រពះដែលយើងមានជំងឺកាពះរ៉ាំរ៉ៃអីហ្នឹងឈឺកាពះអីហ្នឹងឈឺបំពង់កក្អកស្លេសឈឺកកដាសាយជំងឺតម្រង់នោមដូចជាគ្រោះក្នុងតម្រង់នោមដូចថានោមទាស់ជំងឺបេះដូងជំងឺលើសឈាមដូចថាអ្នកដែលមានកូលេស្តេរ៉ុលច្រើននៅក្នុងខ្លួនហ្នឹងឬក៏អ្នកមានជំងឺដាច់សរសៃឈាមខួរក្បាលអីហ្នឹងក៏អាចញ៉ាំបានដែរហើយនឹងជំងឺពុកឆ្អឹងជំងឺឆ្អឹងនិងជំងឺសាច់ដុំដូចថាយើងឈឺសាច់ដុំឈឺឆ្អឹងខ្នងឈឺអីហ្នឹងណាបងប្អូនហើយមានជំងឺភ្លេចភ្លាំងវែងមាន់ហ្នឹងអាចញ៉ាំថ្នាំហ្នឹងបានដែរជំងឺមហារីកសួតជំងឺកាពះជំងឺពោះវៀននិងជំនួយដល់ភ្នែកយើងដែរភ្នែកយើងសវ៉ាន់ភ្នែកឡើងបាយហ្នឹងណាជំងឺទឹកនោមផ្អែមជួយការពារជំងឺផ្សេងទៀតបានច្រើនមុខបងប្អូនវាមានសារៈសំខាន់ណាហើយដើមពីប៉ោះស្រោបហ្នឹងពេលបងប្អូនចង់យកវាទៅដាំញ៉ាំគឺយើងកាត់ដើមឬកាត់ស្លឹកទឹកវាជាកង់យើងលាងទឹកឲ្យស្អាតដាក់5ថ្ងៃឲ្យស្ងួតហើយយើងយកចំណុះវាយើងយកវា30ក្រាមមកដាំទឹក2លីត្រទៅ2លីត្រកន្លះយើងញ៉ាំជាប្រចាំរាល់ថ្ងៃទៅបើសិនជាបងប្អូនមានជំងឺដូចខ្ញុំនិយាយហ្នឹងទឹកនោមផ្អែមលើសឈាមជំងឺបេះដូងជំងឺសួតជំងឺក្អកផ្ដាសាយ
ជំងឺអ្វីដែលធំដុំធ្ងន់ធ្ងរដែលបងប្អូនគិតថាបងប្អូនគិតថាញ៉ាំថ្នាំបារាំងទៅហើយលោកអត់ត្រូវជាមួយថ្នាំបារាំងឬក៏បងប្អូនចង់សាកល្បងថ្នាំបារាំងខ្មែរយើងព្រោះថ្នាំបារាំងខ្មែរនោះប្រកែស័ក្តិសិទ្ធហើយវាស្រួលញ៉ាំឬញ៉ាំដូចទឹកតែយើងដឹកដាំទឹកតែញ៉ាំរាល់ថ្ងៃហ្នឹងទៅដូចជាប្រចាំវាវិញតិចវាវិញខ្ញុំធ្លាប់ញ៉ាំព្រោះខ្ញុំធ្លាប់ជួយកាពះរយៈពេល 5-6 ឆ្នាំមុនកាលពីមុនខ្ញុំជួយកាពះរ៉ាំរ៉ៃខ្ញុំញ៉ាំបាយអត់បានខ្ញុំស្គមរីរ៉ៃអញ្ចឹងហើយខ្ញុំក៏ឲ្យលោកតាគាត់ផ្សំឲ្យខ្ញុំទៅគាត់យកថ្នាំគាត់បានផ្សំថ្នាំគាត់មានផ្សំថ្នាំអីទេគាត់យកដើមពីប៉ោះស្រោបនោះ5ថ្ងៃហើយគាត់ផ្ញើមកឲ្យខ្ញុំលេបជាប្រចាំខ្ញុំដាំទឹកញ៉ាំមួយទឹកតែរាល់ថ្ងៃជាប្រចាំទៅក៏ខ្ញុំបានជាជំងឺកាពះនោះគាត់ប្រកាសមែនអញ្ចឹងណាអញ្ចឹងខ្ញុំថាខ្ញុំក៏ចង់ចែកម្លែកឲ្យបងប្អូនដើម្បីយកទៅចែកគ្នាតគ្នាđểបងប្អូនមានជំងឺទឹកនោមផ្អែមលើសឈាមជំងឺបេះដូងជំងឺបាភ្លេចភ្លាំងជំងឺវែងអន់ជំងឺបេះដូងគ្រុនរង់នោមដាច់សរសៃឈាមកាពះក្អកឬក៏ដាសាយជំងឺអីចឹងដែលបងប្អូនចង់សាកល្បងអាចយកដើមពីប៉ោះស្រោបនឹងលាងទឹកឲ្យស្អាតកាត់កង់កាហាឲ្យថ្ងៃស្ងួតទៅយកមកដាំទឹកចំណុះខ្ញុំនិយាយចឹង30 ក្រាមបាទរួចហើយបងប្អូនកុំភ្លេចដាក់ហាលនៅថ្ងៃហ្នឹងឲ្យវាស្ងួតបងប្អូនហាលថ្ងៃឲ្យវាស្ងួតដាក់ហាលថ្ងៃឲ្យវាស្ងួតហើយខ្ញុំយកដាំទឹកដូចខ្ញុំនិយាយចឹងហើយពេលបងប្អូនបានញ៉ាំថ្នាំនេះជាប្រកែស័ក្តិសិទ្ធិហើយកុំភ្លេចជួយបនកសលឲ្យខ្ញុំនឹងជាអ្នកផុស YouTube នឹងជាមួយនឹងពុកម៉ែខ្ញុំឲ្យមានសុខភាពអស់យូរវែងផងជួយបនកសលឲ្យខ្ញុំផងណាហើយកុំភ្លេចបងប្អូនជួយចែកម្លែក